Flicker Yeah let's see បើជើង resilient ដូចជាអាចទុកបានបាទចឹងក៏សូមស្វាគមន៍អ្នកគ្នាមកកាន់កាប់គួតគូកូនបើជំនួបជប់គ្នារវាងវ៉ាឡាបាក់គ្នាជាមួយនឹង Pro Esports នៅក្នុង Game ទី2ចាំមើលជាមួយនឹង Game នេះតើនឹងមាន Game 3ដែរឬទេបាទព្រោះថាវ៉ាឡាគេឡើងមកនេះឡើងមកទាំងទំនុកចិត្តអត់មានពី0អីងាយទេតែសម្រាប់ Pro Esports ថាគេក៏មិនចង់ថាតារះដែរលេខ2-0យកតែម្ដងបាទត្រឹមត្រូវបាទចាឥឡូវជាមួយនឹង game នេះចូលមកភ្លាមការហ្វាមពីចាំងកឡទាំងសងខាងបាទដូចជាចាំងខែពណ៌តែអ្វីដែលសំខាន់លៀបពណ៌អ្វីដែលខ្ញុំចាប់អារម្មណ៍បងការចាប់អារម្មណ៍ខ្ញុំអត់វ៉ាឡានៅពេលដែលគាត់យក secret លេងជាមួយនឹងបាត់ដាំងតាំងពី MPL qualify មកហ្នឹង spell ឈាមរហូត spell ឈាមអត់ដែរ flicker spray គេណាអត់ដែរលេបាទយក spell ឈាម secure early game Mon basic fatal master assassin អូការីបាទការី master assassin នេះអាយចូលតាំងពី game មកក៏គាត់យក master assassin អា super red យកបោកមករ៉ាហ្វាល់យកហ្មងដូចរៀងកាយ focus smack ឥឡូវកំពុងបច្ចុប្បន្នគឺត្រូវប៉ាន់យកតែមែនតែនហើយព្រោះតែសារថា spell មកនេះគឺ damage ដាន់ 6% ទៅលើ enemy ហើយមាន speed 10% រត់មកវិញទៀតបាទចាឥឡូវយើងស្ងប់ស្ងាត់ហើយវត្តមានធីមទាំងពីរអត់វាយហ្មងពីរធីមនេះដូចអត់ចង់វាយគ្នាតាំងហ្គេមវាយគ្នាទេបាទធ្លាយនិយាយមែនហ្គេមធ្លាយទៅដល់ប្រហែល early game early game ចង់លិខិតសញ្ញាសន្តិភាពគ្មានវាយគ្នាទេអូទៅនោះ flicker ក្នុងផ្ទះអាយ៉ានេះបាយអាយ៉ាណាចាបាទអូភ្លេងមកមិញជាមួយនឹងការតាក់កមកវិញ D7 flick គេ flick counter គេអូសមកវិញចូល red ចាញ់កាឡាគេញើកឥឡូវដូចឃើញតិចបាទ D7 ពេលលេ healer កប់ដូចធំក្លិនហ្គេម3បដាដែរបាទភ្លាមជាមួយនឹងការបើកតតពីបញ្ញាទៅលើ free តតបាត់ហើយអញចូលបាត់ហើយ free total នេះទៅលើវ៉ាហាឡាផងដែរបើយើងអាចនិយាយថាបានជាមួយនឹងហ្គេមទី1មិនបាញ់ total នៅទី1ទី2បានទៅលើវ៉ាហាឡាទាំងពីរបាទអាចទេហ្គេមនេះជាមួយនឹង KZN គាត់ farm សិនណែតែការ farm face game ទាំងពីរហ្នឹងក៏សិតតែមាន debate late game ដូចគ្នាដែរបាទតែបើសិនជាសម្រាប់ខាងវ៉ាហាឡាគេអត់ចង់លេង late ទេគេលេងតែ mid game ទេសាចង់ពាក់ Sky CP ឲ្យធីមទី1មែនខ្ញុំមកជឿគាត់លោតទៅដល់ Winter Crown ឲ្យធីមទី1អត់ដល់មាន hero ណាត្រូវគាត់ពាក់ Winter Crown Yes ចឹងមានតែ Sky ញ៉ាំប៉ែណងអញតែពាក់ហ្នឹងដូចចំណេញទេគាត់ត្រូវការម៉ាណាកាន់តែអត់ដឹងអាម៉េចដែរចាំមើលទៅយ៉ាងហើយណាក៏ត្រូវ score គ្រាប់បានកន្លះដែរSecret D7 ទៅណា D7 អើយអោសិតតាសាច់បាទចឹងហ្គេមនេះជាមួយនឹងការដកបាត់ដាងមកបាទមិនជាមួយនឹងការភីកបាត់ដាងមកមុនអេម៉ូទៅសាហាវបណ្ដោយវាយគេដាច់ទេដាក់យំទេបាទពីរដងបាត់ហើយពី D7 បាទតែបាញ់មិញហ្នឹង secret បាននិយាយដែរថា D7 នេះទៅណាព្រោះឥឡូវឮថាហាត់សាច់ដុំយកសាច់ពេកសាច់កង់អត់ឲ្យទៅទេសាច់ខាងក្រោមមានការវាយមួយតូនស្មាតែមិនជាបញ្ហាទេអ្នកអាចដកថយបានព្រោះតែលេងគ្រាន់តែចង់ហ្វាមតែប៉ុណ្ណោះឥឡូវមានការលួចជាមួយនឹងចាំងក៏បានដូចគ្នាប៉ុន្តែពី KZN បាទនិយាយទៅព្យាយាមឆ្កឹះទាំងសងខាងយកតែម្ដងប៉ុន្តែបើសិនជាយើងអាចនិយាយទៅបានជាមួយនឹង Pro Esports គាត់បាត់បង់បោះទៅលើ Secret ចុច spell ជាមួយប៉ុន្តែមានការ heal ជួយនេះតពេលវេលាពីណាចាវ៉ាវ cover គ្នាតែខ្ញុំគិតថាខាតអស់ពី spell ខ្ញុំគិតថាខាតមក spell ខ្ញុំគិតថាខាតពី spell អស់50តែមួយខ្ញុំគិតថាខាតដោយសារ total នឹង spawn មកក្នុងរយៈពេល20 second ទៀតអត់មាន spell អត់មាន ultimate ពីណាចាទេបាទអាយ៉ាគាត់ថាមិញ Secret មាន ultimate អូអូរីព្រឿនសប្រេតមេតឡែណាចាអត់ភ្លេចទេណាចាគេដឹងដូចនេះគេដេញបាយយកតែម្ដងជាមួយនឹងណាចាមានការមកជួយពិសេសក្រេតនៅតែហ្វេកអពពុជខ្វាំងប្រើបានឃាតទៅលើសាបាទហើយអញស្កាយញ៉ាំប៉ែធីមទី1សា Hello ពុជថតទី2 free ទៅលើសមាជិករបស់ Pro Esports បាទខាងក្រោមបុកតរ៉ាអញជុំលើកទី1ណាស៊ីសេលៀនឲ្យធីមទី1ស្កាយញ៉ាំប៉ែលើកទី1កាប់ខ្លួនណាលើហោណាចុះលើកទី1បាទស្កាយភាសានៅក្នុង set សេលៀនឲ្យធ្វើទី1ផងដែរបាទចឹងឲ្យធ្វើបន្ទាប់អាចនឹងចេញ score គ្រាប់ full យកហ្មងឬក៏កន្លងវិញបាញ់កន្លងវិញមុនហ្នឹងគាត់ទៅការជាមួយ damage ដែរបាទព្រោះចាគាត់មានបច្ជើងមកណាហើយKZN ដាក់មេប្រូចបាត់ហើយលឿនខ្លាំងមែនតើជាមួយនឹងដៃ KZN
chẳng có tiếng song kháng sắp riêng luôn tăng bị game muối mình tham bánh nham tha khe sẹn đi cứ son kia son đài ដោយបាននិយាយដែរដោយសារតែអំណាចចាកន្លែងដែល Midland មិញគាត់ហាក់ដូចជាសម្រេចចិត្តរៀងលឿនតិចតែចំណាយ spell 2 spell ultimate សំខាន់មួយទៀតអញ្ចឹងធ្វើឲ្យថតទី2មិញដឹងអូតូម៉ាទិកឯទោះមិនដាច់ជាមួយនឹង secret ឬមួយក៏ដាច់ជាមួយនឹងគាត់ក៏ប៉ុណ្ណឹងក៏តែខ្ញុំជឿថាអត់ហ៊ានចូលទេណាមួយ secret មិញសោះ ultimate បាទគាត់បញ្ញាពេកមក cover ខ្លួនឯងបានបាទ Let's see ចាំមើល game ទៅជាណាប៉ុណ្ណាព្រោះថាថតទី3នឹងកាត់មករៀងយូរគួរសមដែរយ៉ាងណាមិញជាមួយនឹង head ចាប់ផ្ដើមលេង safe play ដឹង map ព្រៀងខ្លួនជាមួយនឹងការ rotation ពីសមាជិករបស់ Pro Esport បាទព្រោះអត់បាត់ map អស់ណាបាទបាត់ map mod ដូចខ្ទឹមបាទអញ្ចឹងបើសិនជាអត់ចេញបើសិនជាគូអត់លាក់ map ទេគេនឹង pick off ហើយព្រោះនៅ Midland អត់មាន map ទេ vision របស់ខាង team Valhalla ក៏អត់មានដែរចំណែក Pro Esport គឺដើរពេញ map យកតែម្ដងដោយសារតែអ្វីដែលខាង Valhalla គាត់តន្ទឹងរង់ចាំគឺ team fight មុនហ្នឹងឬក៏អំឡុងពេលការតថតែប៉ុណ្ណោះពងកាប់ទីសវែនយកតែម្ដងជាមួយនឹង D7 Flicker ដកថយបាត់ហើយអានរត់រួចដែរជាមួយកញ្ញាណាជាមួយនឹងណាចាចំណាយ Flicker ដកថយក៏សាក់ប៉ោមួយជាប់ណាចាបាក់ Ultimate Sale គ្នាមួយទៀតផងដែរ Ultimate សំខាន់ខ្ទេចទីទឹកតាមលេងពេលលេងគេកាប់3តង់តែហាក់ដូចជាតាន់ខ្លាំងមែនតើជាមួយនឹង Flicker ខាងលើជាមួយនឹង Karen ចំណាយ Flicker បាត់បង់ជីវិតជាមួយនឹង Karen បាត់ហើយក្នុងទីបាត់តែម្ដងជាមួយមីញៀនក៏វាយទៅលើ D7 មកតែថតដោយ free ទៅលើបញ្ញាវិញនោះទេ Midland នឹងការបិទ lane យកតែដល់យន្តហេតុឡកលើសាយយ៉ាងណាមិញជាមួយនឹង Felix ដេញតំ3តង់លើ head មកវិញដូចគ្នាប៉ុណ្ណានៅតែអាចដកថយវិញដូចគ្នាជាមួយតមកនេះ free ទៅលើ Valhalla បាទអញ្ចឹង Valhalla យកបាន2ទៅថល Pro Esport យកបាន1ប៉ុន្តែអ្វីដែលសំខាន់បាញ់មិញជាមួយនឹង Karen ទៅបាត់ហើយបោក1ទល់នឹង1ពិបាកក្នុងការរត់មែនតើជាមួយការចាយ Flicker អស់ ផងបាទដល់ក្នុងផ្ទះអូគាត់យកបើជើង defend Karen បីជើង defend គាត់យកបើជើង resilient ហ៎ item ទី2របស់ Karen គឺ Malefic Gun ណាអត់ពាក់ជាមួយនឹងបាត់ Sucker Fury ទេបាទយកដល់ចម្ងាយអាយ៉ាអាម៉េចអាម៉ាចេះបាទកុំលេងសើជាមួយនឹង Super Red តែ Super Red នៅពេលដែល Head មានលុយកុំលេងសើជាមួយនឹង Head វិញបាទ3បាល់បាទចឹងរៀងហ្គេមនេះជាមួយនឹងការវាយគ្នាតាំងពីហ្គេមមួយមកឲ្យរៀងប្រយ័ត្នគ្នារៀងខ្លួនមិនហ៊ានបន្ថយជាមួយនឹងការលេងស្លុយអីទេបាទព្យាយាមអอกកន្លាដែរជាមួយនឹង Pro Esport ចង់ pick off ឬមួយក៏យ៉ាងណាពី Pro Esport គេដឹងដូចគ្នានៅតែអាចដកថយវិញដូចគ្នាផងដែរចង់ clear 2 lane ទេចង់ clear 2 lane ឲ្យដែររៀងខ្លួនវាយដល់ T1 ត្រែយកតាមនោះជាមួយនឹង Head យកសាក្បាលមកណាជាមួយនឹងការលេងឡកតែគេ Flicker ដកថយបាត់ហើយស្មើទៅ Pro ឃើញហើយមក3ត4មើលហ៊ានវាយឬមានវាយអត់ហ៊ានវាយទេតែកុំភ្លេចខាងក្រោមគេមានការ switch pull យកបាន T1 នៅផ្លូវ bottom lane បាត់ទៅហើយបាញ់មកចាយ Flicker ពី Super Red បាញ់ខ្ញុំស្មាន Super Red មាន Flicker ដែរតលេងមកសោ Flick មកដាស់ទៀតផុតដៃឆ្ងាយមិនថឹកយកតែម្ដងអស់តែចេញពី head មួយចាប់អត់ជាប់ដូចគ្នាតែលើនេះបើសិននៅក្រាញកន្លែងហ្នឹងគេមក5ណាបាទអាចមក5អត់អត់ទេ4 3មក3បាក់តុបណាអាចគេវាយFelix កុំលេងសើច Felix តែហ៊ានមកអាចគេវាយណាបាទអត់ Flicker ពី Super Red គួរតែកុំ take risk អីកន្លែងហ្នឹងពីធីមនេះសេះយ៉ាងនេះ safe ចាំលេអត់វាយគ្នាយកមកវាយទៅចាំ late game វាយ late game វាយអល់ចំអូចឹងមិនគេចូលចិត្តរុញធីមគេទៅដល់ late game ណាគេដឹង flow អត់វាយគ្នាបងគេលេងគឺមិនខ្ចីវាយមិនខ្ចីវាយលួយបានសัตว์ព្រៃមួយដែរ Lord ចាញ់មកហើយណាកើបាទ click pack map ផង global បន្តិចបាទបាទជាមួយនឹង Lord ទី1ជាមួយមើល Valhalla ជាភាសាការ check map គឺសំខាន់មែនដែរដល់ពេលដែល Secret គាត់យកជាមួយនឹង Spare ជាវា substand មែនតែបើសិនជាគាត់យក Spare ជាធ្វើឲ្យសមាជិក Pro Sport អត់សូវខ្លាចគាត់បាទអត់មានអី surprise គេទេដើរទៅចង់លេងយកតែម្ដងតែចាំមើលជាមួយនឹង Lord ទី1នេះមានការ0 map មកវិញដូចគ្នាប៉ុន្តែពីសមាជិករបស់ Valhalla Pro Esport ចង់ធ្វើអ្វីម្យ៉ាង Pro Esport ចង់ធ្វើអ្វីយ៉ាងតែអត់ទេគេបោកវាយទៅតែប៉ុណ្ណោះជាមួយនឹងសាគេដេញ lock សា off flick តែគេមើលជាមួយនឹង Head lock Super Red តែបាក់ ultimate ពីណាចា secure យក Lord ឬមួយក៏យ៉ាងណាជាមួយនឹងការដេញវាយគេ Fan Lord នេះក៏បានចូលលើ Valhalla ដេញវាយយកតែម្ដងចាប់គេសបខាងក្រោយបាត់បង់ជីវិតជាមួយនឹង KS មួយទៀតផងដែរដូចតែបាននិយាយជាមួយនឹង game មួយនេះការីបច្ចុប្បន្នថ្មីត្បិតតែស្រួលលេងជាមួយ Head តែកុំភ្លេចដល់ពេលដែល Head មានមួយកំបោមិនស្រួលលេងជាមួយនឹង CC របស់ Head ទេការីបាក់លេងមួយស្រួលលេងទេចាប់ជាប់ D7 Soft Flick អត់បញ្ហាទេ Flick ដកថយធ្វើមិនដឹងធ្វើលើបាទយោយបាទ Yes មិនបើសិនជាគាត់ចុចទាញមុននាទី7 Flick គាត់ធាក់ដៃ Flick កន្លែងហ្នឹងបន្តិចមក
mà ta đây Osflick môi có chỉ đường môi ló đây xem map quad phần này già mà lọt này ê mà lọt ní ai ai quad lít mình đôi chưa mặc khé nấu phải lôi vậy mơ ta khơi bật bật rồi bật lại từ mơ cái vai kia lo mới đấy lại mơ lùi mà trong bờ sân thì quad ai do ban thiệt thu thiêu von thằng thiệt thu thằng khang khổ mán cứ quad ai cro ban lôi tra mà tàn rồi chia sẻ tiền nó cứ sầm rap grand លុយគាត់កាន់តែឡើងហើយណា10 stack តិចទៀតទៅសូម្បីតែ Felix ឲ្យហ៊ានចូលដែរបាទសូម្បីតែ Felix ឲ្យហ៊ានចូលដែរអ្នកដែលទប់គាត់បានលុះត្រាតែជា Cecilian តោះតែ Cecilian ជាអ្នក zone គាត់បានគាត់ខ្លាចតែបើសិនជា Cecilian គាត់ត្រូវគេ zone ចេញដែរអញ្ចឹងនៅក្នុង team fight នោះសូម្បីតែសម្រាប់ Super Red ក៏គាត់ពិបាកលេងដោយសារមានណាចាដែលគាត់ជា Hero Farami single target ជាមួយ skill Farami គឺជារឿងមួយដែលដូចយកពុកមកចូលមកអញ្ចឹងការ pick Farami មួយប៉ាត់យើងឃើញរូបភាពมันគឺ counter ច្រើនមែនតើទៅលើខាង team pro ណាមួយទៀតបើយើងនិយាយពី game នេះដូចបានយើងនិយាយតាំងពីដំបូងនៅពេលដែលគ្រាន់ឃើញតែជាមួយនឹង Jaw Head និង Hill ដែរយើងសម័យឃើញរូបភាពតែ CC ធំបាត់ហើយ CC នឹងធំយកមកនៅក្នុង team fight បើសិនជា CC នេះគាត់លេខ save គាត់ច្បាស់ timeline និមិត្តរបស់គាត់ជាក់ស្ដែងយើងឃើញនៅ mid lane មិញណាការីគ្មានឱកាសវាយគាត់ហ្មងបើសិនជាគាត់មាន combo របស់គាត់ទាំង ultimate ទាំង spell long យើងឃើញការីឈរវាយមួយស្មើគេបាក់ ultimate រះគេទីមួយវាយមួយស្មើហ្មងបាទបើរត់ជាប់ ultimate slow ជើងទៀតបាទអញ្ចឹងយើងការ pick Sicilian នៅ slot ទី4ដូចហុចដងហុចផ្លែទៅខាង Farami ដែរ Pasha ដែរឬមិនក៏មិនPasha ខនជាង Sicilian ដែរណែមកពីគាត់ចង់បាន face ដល់ mid lane ដែរ mid lane ដែរព្រោះគាត់ថា Pasha គាត់ថាអាចនឹង stir damage បាទតែបើសិនជា Pasha មិន damage នុកច្រើនណាបាទអលីហើយបើត្រឹមតែ team fight បើគេឈរជុំមកបតក់ពីបតក់អីអាចដាច់ ultimate Farami ដូចគ្នាហ្នឹងហើយបាទឡែជាការសម្រាប់ចិត្តរបស់ Zimic ដូចគ្នាយកដឹងដែរចាំមើលព្រោះថាបច្ចុប្បន្នមានការដាក់លេខ P1 មិនជាបញ្ហាទេព្រោះថាក្រុមការងារយើងកំពុងតែដុតដៃដុតជើងមែនទេមិនដែរយើងបាត់កញ្ញា P បាត់កញ្ញា P ដែរណាបាទកញ្ញា P ឥឡូវបានបញ្ជាក់ដូចគ្នាថាខ្លួនកំពុងតែ single អីមិន promote ទេណាគេអត់តែញ៉ែអត់បានទេអីមកយ៉ាងគេប្រាប់ចឹងខ្ញុំមិនដឹងគេថាចង្កាគេថាញ៉ែបាត់តែណាគេជុំឃើញចប់កម្មនេះមកកានិយាយមិនធម្មតាជុំនេះអាប៉ែនេះអង្គុយស្ដាប់អត់ដឹងរឿងចង់ដឹងម្ដងទៀតចង់ឲ្យគាត់បញ្ជាក់អូខេចឹងក៏ត្រឡប់មកហ្គេមយើងមិនប៉ុណ្ណាភ្លាម10នាទីជាមួយនឹងការលីតត្រឹម 2k ទេមិនសូវជាច្រើនប្រហែលទេតែមួយឡតនេះបើសិនជាយក objective ទាំងអស់អាច 0.14k បាទ 3.4k បាទចឹង let's see ចាំមើលជាមួយនឹងការ defend ពីសមាជិករបស់ Pro Esports ល្អកម្រិតណាឬមួយក៏វ៉ាហាឡានៅតែបន្តការដាក់គំនាបទៅលើខាង Pro Esports ដូចគ្នាប៉ុណ្ណេះបច្ចុប្បន្នខាងលើចង់ធ្វើអីចាចង់ធ្វើអីចាមកបញ្ញាក្បែរមួយបញ្ញាតាមដល់ជាមួយបញ្ញាស្លែនមកហើយបញ្ញាអើយបាទបលេងមកឡតភើមួយទៀតអូបញ្ញាគាត់ហូរ skill ចោលហ៎ stand ដែរប៉ុន្តែ damage គេនុកមកហើយណាបាទអូបាទសោកស្ដាយមែនតើបាត់បង់បញ្ញាឡតនេះអាចនឹងយកបានត្រឹម tier 2ណាបើបានដល់ tier 3ចំណេញមែនតើហ្មងហ្នឹងបាទបញ្ញាអូយមិនបានគាត់សម្រាប់ចិត្តចូលចឹងវិញទេមកបាំងអរេអាចនឹងគាត់គិតថាសមាជិករបស់ Pro Esports អាចនឹងទៅ clear lot តាដល់តែមិញឡតនៅគូសំដែរអរេឡតវាយទីធូហើយឡតនៅគូសំមិញឡតនៅពាក់កណ្ដាលផ្លូវបាទពាក់កណ្ដាលផ្លូវតែគាត់ចូលបើកម៉េបដែរបើសិនជាមិញគាត់ធ្វើមក check មាញ់ព្រួញឡជាងបាទតែគាត់ hold skill ទី1ដើរចូលយកមកបាទមិញ yes បាទឥឡូវកុំឲ្យការទស្សនារបស់យើងនៅហលនេះរៀងស្ងាត់ពេកបងអើយសុំសម្ដីហោឲ្យវ៉ាហាឡាមួយមកអាយយោយបាទឥឡូវយើងកុំឲ្យចាញ់ជាមួយនឹងវ៉ាហាឡាសុំសម្លេងឲ្យ Pro Esports មួយមកអូយមេដូចលឺជាងគេហ្មងមេគាត់ហោហ្មងដាក់ដៃខ្ទប់យកមែនតែគាត់បញ្ជាក់ថាគ្នាគាត់តិចតែតាន់គាត់តាន់ដូចដំរីហៀងតាន់មិនត្រូវហ្នឹងអូនចោះវារួចឡើយចឹងលទ្ធផលត្រឹម10នាទីអាយ៉ាដូចយ៉ាចូលត្រឡប់មកវិញផងដែរជាមួយហ្គេមរបស់យើងបាត់បង់ជាមួយបញ្ញាមួយចាំមើលបាហាឡាបាឡតនេះចំណេញបានធាធូក៏បានដែរមិនបាច់ដល់ធា3ក៏បានដែរ Yes នៅពេលដល់អត់បញ្ញាអញ្ចឹងក៏អាចយកធាធូអូរ៉េបើក៏មកគេយកគេយកអូរ៉េបើបាទ Top lane អត់បញ្ហាទេតែបច្ចុប្បន្នចាំមើលជាមួយនឹង T2 នៅផ្លូវ Top lane អាយ៉ាដូចយកអត់តាន់បានទេបងកាកាយកបាន T2 តែមិនមួយទេហ្នឹងហើយ Top នៅយកបាន2យកបានក្រោមមួយកដាមួយបាទ
ចាឥឡូវភ្លាមជាមួយនឹងបន្ទុកខៀវគឺមិនលើគ្នាច្រើនទេគឺ3ទៅនឹង4ទេក៏ដូចជា goal លីត្រឹម 2k តែប៉ុណ្ណោះអត់បញ្ហាសម្រាប់ពួកគាត់ដូចគ្នាយេបតែបញ្ញាអវត្តមានរបស់គាត់តមិនតន់ដល់នៅឡើយដែរជាមួយរបស់ Haaland តែបន្ត4ទល់នឹង5បតែវត្តមានខាងក្រោមមានម្នាក់ដែរអាយ៉ាមានការបោះមួយ fail ឲ្យ secret ចុច cancel ដេញវាយយកតែម្ដង lock ណាគេ secret lock លើ Felix ដែរមួយយ៉ាងណាតាមប្រើ ultimate ទេភ្លាមជាមួយ super បាន ultimate ដេញរះវិញយកតែម្ដងដកថយចង់យកទៅអត់តិចទេពីវ៉ាឡាចាឥឡូវជាមួយនឹងធីធัวក៏ដាច់3ផ្លូវយកតែម្ដងជាមួយនឹងវត្តមានរបស់វ៉ាឡាកំពុងតែលេងមួយចង់ទាញមកបន្ទុកអូជាមួយនឹង game 3មកវិញដូចគ្នាពីវ៉ាហាឡាមិនទាន់ game នេះក្តៅកគុកអីខ្លាំងទេព្រោះដោយសារតែធីមទាំងពីរបើយើងអាចនិយាយថាបានជាមួយនឹងការស្មឹងស្មាត់សមត្ថភាពរបស់គ្នាវាអាចនិយាយថាបានក៏រៀងប្រយ័ត្នរៀងខ្លួនបាទអញ្ចឹងមិនសូវរៀងពុកកញ្ជ្រោលអីប្រហែលទេក៏ដូចជា Pro Esport ទាញអូជាមួយនឹងកាឡាឲ្យគ្នាគាត់ទៅដល់ late game វិញដូចគ្នាផងដែរបាទចឹង game នេះបើមើលជាមួយនឹង mid lane មកហើយអត់ចាប់ទេបើជាមួយនឹងណាឆាសល់មួយសេតយកតំដងទាំងបច្ចុប្បន្នលុយដូចជាមិនលើគ្នាទេលុយដែលលេខគ្នាគឺទៅលើ experience ខុសគ្នា experience line ដែលលេខទៅលើ Felix 2k កាលហ្នឹងលុយស្មើគ្នាទាំងអស់ Felix គាត់ពួនទៅស្មើគាត់មិនដាចេញ farm គាត់មិនមែនជា hero ដែលត្រូវ clear lane farm ណាគាត់ hero ដែល front line បើក map គ្នាគាត់បាទចឹងអត់បញ្ហាទេ man damage សិតតែលុយស្មើគ្នាទេ lot ទី2នឹងកើតមកក្នុងពេលបន្តិចទៀតនេះផងដែរចាំមើលព្រោះលុយស្មើគ្នាអាយ៉ាលេងសើចឃើញឬមិនឃើញវាយយកតាមដងណាចាអត់ចាយ flicker ដាច់ចុះបើអញ្ចឹងមិញ head អត់ check ស្មៅឲ្យ head មិញក៏ចូលកវាយដាច់ដែរស្បៃឡងមិនប៉ារមិញតែគេមានមួយសេតដែរអត់ដឹងអ្មិនដែរតែងាកមើលជាមួយនឹង lot មួយនេះប៉ុន្តែមានការបើកពីសមាជិករបស់វ៉ាឡាកັບសាក់ប៉ៅមួយពិសាតែអត់ចំទេភ្លាមចាំមើលក៏មានការ reset ជាមួយនឹង lot មួយនេះវិញដូចគ្នាផងដែរតែងាកមើលជាមួយ pro fast clear ជាមួយនឹង mid lane យកតាមម្ដងព្យាយាម0 map មកវិញដូចគ្នាផងដែរ secret វាយម្ដាយជាប់លើ Felix ឃើញ map ដល់ថយចុច cancel មក happy birthday to អ្នកណាគេ happy birthday to សាវ៉ារ៉ាមួយយ៉ាងណាមួយនឹងហើយចុច spell ឡងបើអត់ទៅ cover គ្នាប៉ុណ្ណាពីណាចាកាប់3តោះមួយជាប់គេសែនដែរមួយយ៉ាងណាតែ secret បាត់បង់បានគេដេញវាយវិញទៅនៅពី Pro Esport អាយបាទ make play ចេញពី D7 ដែលមានការចុចជាមួយនឹង cancel ហើយបោះចំ head ប៉ុន្តែដាច់ secret វិញបាទហើយហ្នឹង lot នេះហ៊ានវាយឬមិនហ៊ានវាយអូ head គាត់ជិះតិចហ៊ានវាយឬមិនហ៊ានវាយអត់ហ៊ានវាយទេជាមួយនឹងការ recall reset បានដល់ lot ទី2បានចូលទៅលើ Pro Esport ហើយបាទ game បើសិនជាអស់កាឡាកាន់តែយូរទៀត Pro Esport អាចមានឱកាសច្រើនព្រោះដោយសារ hero របស់គាត់ late game ដល់តែ2 hero មានដូចជា Gary ហើយនិង Sicilian ដូចគ្នាបាទឥឡូវអមជាមួយនឹង Lot ដើមមកផ្លូវបតំលែនក៏ដូចជា game សាបើយើងអាចមើលបានជាមួយនឹង stake របស់គាត់ក៏កាន់តែច្រើនដូចគ្នាបាទ mid lane វាយបាទ Winet ចាញ់មកដូចគ្នាមកដែរបាទសម្ដែងឲ្យ Grand អត់មាន win ទេបាទ Grand នឹងបាទដែរណាព្រោះដោយសារតែវត្តមានរបស់ KSN គឺតែងតែដេញរកគាត់ដូចគ្នាអញ្ចឹងបើសិននៅក្នុងចានណៃដែលគេលេងមួយឈុតមិនដើម្បី bait ឲ្យជាមួយនឹងណាចាអស់ ultimate ទៀតทีม 5 ក៏អាចពិបាកសម្រាប់ពួកគាត់ដែរបាទហើយគេអូពីផ្លូវហើយបាទចឹងមើលមួយ lot ទី2នេះតើអាចធ្វើបានកម្រិតណា Pro Sport ខាងលើចង់បុកខាងលើវាយមួយស្មើអាយ៉ាបញ្ញាអូយមួយនឹង super ច្បាស់តាមឡាយមិនមែនតែមកកន្ល2កន្លមិនទៅលើបញ្ញាដេញបាក់មិនតែក្រែតកັບសាក់ប៉ៅមួយជាប់សាអត់ជាមួយ flicker ដកថយវិញតែកំភ្លេចមួយខែសិនតាមក្បាច់ដាច់ជាមួយក្រែតដែរមួយយ៉ាងណាអត់ជាមួយក្រែតទេមានការ heal ជួយនេះតពេលនេះបុកអត់មិនពី D7 គេបែតតាមជាមួយ D7 អាចទាំងអស់ immortal ដែរមួយយ៉ាងណាកັບសាក់ប៉ៅជាប់2រតាមានអ្នកមែនបញ្ចេញទៅមេនោះទេមានរឿងអីចែពីវ៉ាហាឡាបាទវាយទៅវាយមកបានត្រឹមតែដកថយរៀងខ្លួនជាមួយនឹងការចាយ skill ទៅវិញទៅមកតែបន្តវត្តមានជាមួយនឹងការដាច់អត់មានអ្នកដាច់សុំអីតែមួយបាទវ៉ូចង់4មិនក៏ធៀ4ស្មើល្អដែរសម្រាប់ណាចាមិនខុសមិនស្រង់ទេសម្រាប់គាត់ល្អមីគាត់ last pick មែន last pick double pick last pick បើសារគាត់ first ណាស់ double last pick ប៉ារ៉ាមីមួយនេះមួយ Bruno បាទតែខ្ញុំគិតថាបើនៅចាំអញ្ចឹងដូចជាយើងចាំអាយ៉ាបោះ pick អត់ទៅលើ head យកតាមនោះចុច spell វិញចឹងមួយហាក់ដូចជាតាមមែនតែណាចាបាក់ ultimate មកទៀតហើយណាចាមានរឿងអីចេះពីណាចាហាក់ដូចជាប្រើ ultimate ដូចលឿនគូសំណាណាបាទចាបានអត់បញ្ហាយ៉ាគេចំណេញច្រើន Pro Esport ចំណេញច្រើនអត់មានចាយ spell អត់មានអីទេប្រើតែ ultimate មួយតែប៉ុណ្ណោះតែនៅពេលដែល lot នេះកើតអាចនឹងគូដោនតទាំងអស់ពេញអស់ spell វិញចឹង head ក៏មាន ultimate របស់ណាចាក៏មានអត់សវាយដែរព្រោះ
ខាង Pro គេមើលដែរបើសិនជាបើក Ultimate គេអត់វាយបើអត់បើកគេវាយអាហ្នឹងអញ្ចឹង បាទ ហ្នឹង បាទបើសិនជាអត់បើកក៏គេវាយដាច់ដែរមិញ បុចចុច conceal ដាក់រយកតាមនោះតែលឺសំឡេងឃើញ map ដកថយយកតាមនោះពី Vala គេដឹងដែរបាទศูนย์ map គេដឹងដែរគេច្បាស់ map ដែរមិនចេះងាយ pick off គេបានណាបាទបច្ចុប្បន្ន KZ អាយ៉ា KZ ម្នាក់ឯង KZ តែមកជាមួយ secret មើលខាងក្រៅ secret ចាប់ជាប់មួយនេះស្មានអត់មាន flicker មើលការ flicker ដល់ថយ Memotor គេដេញវាយបន្តទៀតផងណាជាមួយនឹងការដាក់ pressure ដាក់គំនាបអាយ៉ា KZ មានរឿងអីចេះ KZ ដូចជាលឿនពេកហើយការសម្រេចចិត្តមួយនេះ ណង មិនគាត់បានទៅម្នាក់ឯងចឹងនេះគាត់មិនទៅឆ្ងាយណា បាទ wait រត់ក៏រត់រួច អេកុំភ្លេចចោលគាត់ផ្ទះនៅខាងលើចោលគាត់ផ្ទះតែគេឃើញ map ដូចនេះជាមួយនឹងការ clear ឡើងខាងលើបាត់ហើយពីណាចាតែ KZ ក៏បាត់ទៅបាត់នេះគេដេញវាយតែមានជាមួយ hand នៅចឹងនោះឥឡូវវាយមនុស្សទៅផ្ទះវាយមនុស្សជាមួយទៅផ្ទះតែណាមានជាមួយបញ្ញាក៏បានការដែរបុកទៅដល់មកជាមួយនឹងការវាយតលើសានេះស្វែងរកយកមកជាមួយការតខ្សែតទីតែជាមួយការចាប់ជាប់ពីរោទៅណាឡតមួយយកឡត set play តែ complete ផ្ទះមួយផងផ្ទះមានទៅហើយ recall head recall ហើយបាទមកហើយជាមួយនឹងការវាយឡតអូមក តែ super red ឋានឡតមួយនេះមិនមែនជារបស់អ្នកទេតែវាយយកទៅដល់ជាមួយ super red បាក់អត់មែនពីណាចា3តូនស្មើតែកណ្ដាលឆតតយកទៅនោះចុចវិញមួយស្មើឆតតមួយស្មើទៅឡតមួយនេះចូលទៅValaបាត់ហើយបាទតែមើលយើងជាមួយនឹង minion អូយខាង Pro Sport គាត់ split គាត់ញ៉ោះគាត់ធ្វើរឿងច្រើនមែនទេVala បាទអូបញ្ញាទៅចិត្តឲ្យរឹងមាំតិចបញ្ញាបាទក៏ដូចជាណាចាបាទណាចាគាត់ចាញ់បេតគេច្រើនដងដែរណាអូមាញ់វត្តមានរបស់ខាងSuper Red គាត់ដេញញោះតាណាចាហ្មងឃើញមុខណាចាដេញវាយយកហ្មងគាត់ត្រូវតែបង្ខំឲ្យណាចានោះ Ultimate ទៅគាត់ដឹងច្បាស់ថាគាត់អាចមាន damage វាយក្នុង team វាយបានបាទ BOD ចាំមើល lot មួយនេះដែលជា lot ទី3ហើយបាទ Vala បុកចូលដែរទៅក្នុង game ទី2ដើម្បីបន្តជាមួយនឹង game ទី3 Pro Sport បាទជាមួយ lot មួយនេះគាត់មាន Cecilian ទៅងាយស្រួលដែរបាទតែគាត់ថាបើសិនដាច់ Cecilian ទៅអាចតែគាត់ថា damage long range គាត់អត់មានទេណាបាទជាមួយនឹង minion តែហ្គេមនេះបើយើងអាចនិយាយថាបានបើសិនជាមកបុកមួយ lot នៅតែហានិភ័យជាមួយនឹងការ split pool ដូចគ្នាបាទអត់បញ្ហាតែចាំមើលនេះកម្មាច់កັບនឹងចូលតែកັບចូល មើលចុច cancel ពី secret secure យក T3 នៅផ្លូវ bottom lane mid lane ចង់យកបន្តទៀតកັບសាក់ប៉ោងមួយជាប់ពី hero នៅតែអាចដកថយបានគេវាយ all in 5ស្មើឬមួយក៏វាយតែដាច់ជាមួយណាចាបាល់មិន cover នេះពីណាចាលៀមមួយដងស្មើតែជាមួយការកັបសាក់ប៉ោងតែ complete ជាមួយនឹងរបស់ grand shot តតតែ complete ជាមួយនឹងការ reset 4នាក់ការ reset យកតាមដងលៀមជាមួយនឹងការដេញវាយពីសាដេញកັបសាក់ប៉ោងមួយលើ grand ហាក់ដូចជា over ទេជាមួយ grand នៅ South Africa អត់បញ្ហាទេសម្រាប់ grand ដកថយជាមួយនឹងការ reset មួយណាគាត់ចេញ map គាត់ថយផុតកន្លែងនេះដោយសារតែវត្តមានរបស់បញ្ញាគាត់ចេញ map នៅខាងលើអញ្ចឹងទៅថយផុតដល់ចង់គេក៏ដេញវាយយើងវិញបាទនិយាយទៅបើយើងអាចនិយាយថាបានជាមួយនឹងសាមបើបាញ់បើសិនជាគាត់បន្ថយក្នុងការវាយគ្នាសាប្រកាសជា flicker មកបាក់ជាមួយនឹង ultimate ហើយក្នុងការវាយយកមកព្រោះដោយសារតែ Winnature ទប់បានតែ super red ទេបាទពី Karen រៀងភ័យដែរបើសិនជាគេដេញមកបាញ់សាចាប់ឡើង stack ច្រើនមែនតើហើយសាបាទ19នាទីដល់នេះអាចចូល300 stack បាទហើយសម្រាប់គាត់បាទ Rose Gold ពី Grand លួសទៅជើងបាទ8 6បាទសុំមើលឲ្យធីមសានេះមកចុចលើសានេះមកចង់ដឹង stake ប្រហែលហើយបងអើយព្រោះថាបច្ចុប្បន្ន19នាទីយូរគួរសមដែរបាទជាមួយនឹង game នេះយូរមែនតើបាទចង់ let's see មើលCecilian មកគប់ហ្នឹងឈឺរបស់គេដែរបាទមិនណយទេណាមួយការីបច្ចុប្បន្នក៏មានលុយគ្រប់គ្រាន់មាន damage គ្រប់គ្រាន់ដែរជួយ team fight មើលព្រោះថាបច្ចុប្បន្ននេះ pick off ណាគេក៏បានដែរអាស្រ័យទៅលើនិយាយទៅ late game ពឹងលើ fight man spirit របស់ពួកគាត់តាំងពី team ហ្មងអ្នកណាគេអ្នកដែល fight man spirit មុំអ្នកនឹងអ្នកតែមជើងបាទអាយ៉ាចង់0ចង់20នាទីនៃកហ្គេមនេះអាចចូល23នាទីមកទៅបាទ23នាទីដែរទេបាទជាមួយនឹង lot ទី4បើកបណេតទឹកមួយផងដែរឃើញទាំង5យកតែម្ដងបាទឃើញហើយជាមួយនឹងកាពីតែន D7 អ្វីដែលគាត់ត្រូវមានណាទៅ immortal នៅវាទៅក្រោនទៅមកចង់ D7 ទៅលេវ14បើគាត់ពួនតែមែនតែ hero គាត់ពួនតែមែនទេបាទដូចមួយ Felix ចឹងណងបាទតែខ្វះមួយ level មែនទេ
បញ្ហាទេ ទៅ ល លោ ត ត អាទិត្យទៅ ទៅ 5 ល្បែង ណា ហើយទីណា ឡតអ៊ីវ៉ូអាឈិនឡតទី4ឡតមួយនេះគឺមានថាមពលខ្លាំងមែនដែរ វាយ fast យកដែរឬទេឬមួយក៏មានការ reset គេឃើញ map ដូចគ្នាផងដែរមានការ reset ជាមួយនឹង lot បន្តិចផងដែរមកខ្ចាប់ដូចគ្នាផងដែរតែបញ្ញាចូលមកហើយជាមួយនឹងការ charge conceal អាចនឹង start team fight secret ដេញ lock ជាមួយ KSN អត់គេពេល lot section ពិបាកឡាតែគេដេញវាយហើយចាប់យកតាមដល់ flicker គេអាចនឹង come back team fight វាយវិញយកតាមដល់ជាមួយនឹង head ចាប់ជាប់ពីរអត់ហ៊ានវាយទេតែយកបញ្ចប់ជាមួយនឹងការកັບសាប់ផោចាប់ពីលេខ1មាន immortal អត់បញ្ហាជាមួយនឹង head ដេញ lock ជាមួយ super flicker វិញដូចគ្នាផងដែរដេញវាយចាប់ស្តាន់គេអត់ជាប់ទេជាមួយនឹងការកັບពិសាក៏ឈឺដូចគ្នា damage កងយតាមិនដាច់សំបីតែម្នាក់អាយយ សអល់ទីមេតពីណាចាទៀតសអល់ទីមេតពីណាចាទៀត បែបតែបើសិនជាស៊ូយូបញ្ញាចេញ map clear ខ្ញុំគិតថា lot នេះអាចនឹងគេ fast clear បងកាកា អត់អីចាញ់ប៉ះលៀបបាត់កលហើយ fast clear នេះបើសិនជា KSN អាណយអាយ៉ាតាក់ទីងប្រយ័ត្នមានរូបភាពល្អមើលកាត់ឡើងតែបច្ចុប្បន្នជាមួយនឹង lot evil ក៏ចូលមកដល់ដែរ roulette game មានច្រើនគូសំផងដែរលេមនាមកាត់សាក់ប៉ោនេះស្បែអត់មាន flicker ទេមាន motor យ៉ាងណាមិញជាមួយនឹងការ kill shot ទៅលើបញ្ញាណាចាដល់តែណាមិញជាមួយនឹង KSN សម្រាប់ទេ KSN តែ lot fast clear បាត់ហើយពី pro e-sport អត់ចាប់ទេអាចទៅតទៀតមែនបញ្ញាកាន់មកភ្លាមឯងកាញ់កាន់ភ្លាមឯងព្រោះបញ្ញាមាន passive បាទឡើយបន្តការវាយឬមួយយ៉ាងណា ណាចា អត់ការទេដកថយសិនបោះចូល ព្រោះដោយសារតែ damage សាច្រើនមែនទែនក៏ដូចជា super red វ៉ាវហ្គេមនៅតែទុកបានពី pro e-sport ធ្វើបានឡើងខ្លាំងតែបន្ទូខៀលនៅក្នុងហ្គេមមួយនេះ ណាចា 20នាទី8ទល់នឹង7ក៏ដូចជា goal លេខ 2k ជាប់មកដែរ សែនគាត់ដឹងថាណាចាមានជាមួយនឹង flicker តែគាត់អត់ទិញវិញក៏ crown មួយដែរតាគ្រូ បាទ មិនមានវិញតែ crown មួយចំណេញណាអាចបន្ត team fight នឹងតទៀតណា បាទទោះយ៉ាងណាក៏ដោយហ្គេមនៅតែបន្តបណ្ដាយកលេចជាមួយនឹងថើមរវាងក្រុមទាំងពីរបណ្ដាអូណាចាលេខ full damage បាទ ចុះគាត់អត់យកពីនៅ crown លួចពីនៅ crown នេះមួយតែគាត់សុកចិត្តយក full damage តែឥឡូវសួរថាចេះ យេ សារនៅពេលដែលគាត់ពាក់ជាមួយនឹង Sky ញ៉ាំប៉ែណា យេ ឥឡូវគាត់មានតែមួយ stack ទេមួយ stack ហ្នឹងគាត់ដាច់មួយទៀតអញ្ចឹងសល់តែ7 stack លក់ចាយ តែចំណេញអត់គួរតែលក់ចោលតែនិយាយភ្លាមជុំនិយាយភ្លាមលក់ភ្លាម តែប៉ាត់អត់ត្រូវពាក់តាំងអាយក្រុមទី1 អត់គួរពាក់ហ្មងបាទតែមានបញ្ហាបច្ចុប្បន្នលក់អីអាយ៉ាជាមួយនឹង Twilight Armor ក៏ចូលខ្លួនលើ D7 ដែរអញ្ចឹងគាត់ hold ជាមួយនឹងការទាត់របស់ Grand បានគួរសមបន្តិចដូចគ្នាសម្រាប់គាត់ បាទមានតតណាសុតទេ សុតបាទចឹង lot នេះជា lot ទី5ហើយ24នាទីនឹងកើតមកក្នុងពេលបន្តិចទៀតនេះតែអាណាមិញ2 lot ពីវ៉ាឡាធ្វើអី pro អត់បានណាបាទ2 lot ធ្វើអីអត់ចេញ ភាគច្រើនអាចតែមាន lot ដល់គេ pick អស់បាន បាទ បាទអញ្ចឹងធ្វើឲ្យគាត់រៀងបាដែរ Let's see អាយ៉ា secret ចុចជាមួយនឹង conceal បើក map យកតែម្ដងតែយ៉ាងណាមិញជាមួយ pro sport មកជាមួយនឹងការឃើញ map 0មកវិញដូចគ្នាផងដែរចង់បូកទៅលើអ្នកណាគេព្រាម5ទល់ស្មើជាមួយនឹងការ reset មកវិញអាយ៉ាល្អខ្លាំងតែសម្រាប់ทีม2ដូចតែបាននិយាយជាមួយនឹង first game ណា game plan គឺល្អដូចគ្នាល្អដូចគ្នាយកតែជាមួយនឹងការដាក់អន្ទាក់បច្ចុប្បន្នជាមួយនឹងការរ៉ាសបញ្ញាជាមួយនឹងការរ៉ាសចង់បានឡតដែរតែជាមួយការ retry បានបញ្ញាបានតែគេ start team fight វាយយកតែម្ដងយ៉ាងណាមិញជាមួយនឹង D7 សម្រាប់អត់ជាមួយ flicker ដាច់ជាមួយនឹង D7 ដែរជាមួយយ៉ាងណាដាច់ជាមួយ D7 បាទហើយស្មារតីរបស់វ៉ាឡាអត់មានដាច់សំបីតែមួយដកថយ reset បាទយកគុណសម្បត្តិលៀងទោសពីណាចាមកជះបានឡត មកជះបានឡតបាទអែមស្នាយយកតែមែនតែជាមួយនឹងការលេង3ផ្លូវពីវ៉ាឡាចាំមើលអាចនឹងបញ្ចប់ហ្គេមនេះដែរតែព្រោះថា D7 50 second ទៀតទៅកើត D7 50 second ទៅកើតយូរខ្លាំងយកតែមែនតែចង់ធ្វើអីចេះពី Super Red ចង់ធ្វើអីតែគេទៅណាrecall មកតែលឿន secret អាចនឹងយូរ max play ដែរមួយកញ្ញាណាតែ super minion ក៏មកដល់ដែរឡតក៏ចូលមកកើតព្រាមកំសាក់ប៉ោព្រាមក្នុងការ defend មួយតែ secret max play ចាប់ super red ហាក់ដូចជា low ខ្លាំងមែនតែបញ្ញាមិនអាចេះបញ្ញាឲ្យមកថកំសាក់ប៉ោមួយតែបញ្ញាទេជាមួយនឹងណាចាបាទមិន cover គ្នាដូចគ្នាឡតក៏ចូលជាមួយនឹងការវាយផ្ទះចៃជំនះគេទី2បានលើវ៉ាហាឡាអូមិនធម្មតាពីវ៉ាឡាមិនប្រឡែងពីបែរហៅថាពីជោគជ័យជំនះឲ្យទៅលើ Pro Esport ទេ បាទហ្គេមនេះគឺជាហ្គេមជូនគេហើយអរគុណ